សង្គ្រាមនៅមជ្ឈមបៀឈានដល់ចំណុចគ្រោះថ្នាក់ថ្មីក្រោយការវាយប្រហារទីតាំងធម្មពលភាពតានតឹងនៅមជ្ឈមបៀបានកោនឡើងយ៉ាងខ្លាំងខណៈដែលលោក Benjamin Netanyahu បានប្រកាសថាអ៊ីស្រាអែលនឹងបន្តសកម្មភាពយោធារបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ជាមួយនឹងការបញ្ជាក់យ៉ាងច្បាស់ថាគ្មានការអត់ធ្មត់ទៀតទេបន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់ដែលផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងតំបន់នេះបានតាមប្រភព Channel News Asia ចុះផ្សាយនៅថ្ងៃនេះវិបត្តិនេះកាន់តែខ្លាំងឡើងបន្ទាប់ពីអ៊ីស្រាអែលបានបោកការវាយប្រហារដ៏ធំមួយលើទីតាំង Usman South Pass របស់អ៊ីរ៉ង់កាលពីថ្ងៃពុធកន្លងទៅដែលជាទុនបម្រុង Usman ធម្មជាតិដ៏ធំបំផុតមួយរបស់ពិភពលោកការវាយប្រហារនេះបានសម្គាល់ការកើនឡើងគួរឲ្យកត់សម្គាល់ដោយកំណត់គោលដៅដោយផ្ទាល់ទៅលើខ្សែជីវិតសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ក្នុងការសងសឹកយ៉ាងឆាប់រហ័សអ៊ីរ៉ង់បានបាញ់មីស៊ីលទៅលើកន្លែងផលិតថាមពលសំខាន់ៗនៅទូទាំងតំបន់ឈូងសមុទ្រពាក់រួមទាំងទីតាំងនៅក្នុងប្រទេសជិតខាងផងដែរការវាយប្រហារទាំងនេះបានបង្កើនការព្រួយបារម្ភទូទាំងពិភពលោកខណៈដែលពួកវាគំរាមកំហែងដល់ការផ្គត់ផ្គង់ប្រេងនិងឧស្ម័នសំខាន់ៗដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាផ្លូវនាវាចរដ៏មានសារៈសំខាន់នៃការដឹកជញ្ជូនថាមពលនិងទំនិញរបស់ពិភពលោកទីផ្សារសកលបានឆ្លើយតបភ្លាមៗតម្លៃប្រេងបានកើនឡើងយ៉ាងខ្លាំងខណៈដែលតម្លៃឧស្ម័ននៅអឺរ៉ុបបានកើនឡើងយ៉ាងខ្លាំងចំពាក់មានការភ័យខ្លាចនៃការរំខានដល់ការផ្គត់ផ្គង់រយៈពេលយូរអ្នកវិភាគព្រួយបារម្ភថាការកើនឡើងជាបន្តបន្ទាប់អាចបង្កឲ្យមានវិបត្តិថាមពលកាន់តែធំធេងទន្ទឹមនឹងនេះសហរដ្ឋអាមេរិកបានបង្ហាញសញ្ញានៃការកង្វល់ចំពោះការវាយប្រហារលើទីតាំងថាមពលទោះបីជាអ៊ីស្រាអែលជាសមុទ្រមិត្តនិងជាដៃគូក្នុងសង្គ្រាមនេះរបាយការណ៍បានបង្ហាញថាទីក្រុង Washington មិនបានយល់ស្របទាំងស្រុងជាមួយនឹងការសម្រេចចិត្តវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ីរ៉ង់នោះទេលោក Donald Trump ត្រូវបានគេរាយការណ៍ថាបានជំរុញឲ្យមានការអត់ធ្មត់ទៀតបើអ៊ីរ៉ង់បន្តវាយប្រហារទីតាំងថាមពលនៅប្រទេសកាតាដែលអាចធ្វើឲ្យទីផ្សារសកលមិនមានស្ថិរភាពលោកនាយករដ្ឋមន្ត្រី Netanyahu បានការពារសកម្មភាពរបស់អ៊ីស្រាអែលដោយបញ្ជាក់ថាអ៊ីរ៉ង់ចុះខ្សោយគួរឲ្យកត់សម្គាល់និងសង្កត់ធ្ងន់ថាអ៊ីស្រាអែលកំពុងធ្វើសកម្មភាពដោយឯករាជ្យដើម្បីការពារសន្តិសុខភាពរបស់ខ្លួនមេដឹកនាំអន្តរជាតិឥឡូវនេះកំពុងអំពាវនាវឲ្យមានការបន្ធូរបន្ថយការតានតឹងជាបន្ទាន់ដោយព្រួយបារម្ភថាការវាយប្រហារជាបន្តបន្ទាប់លើហេដ្ឋារចនាសម្ព័ន្ធថាមពលអាចវិវត្តទៅជាចំនួនតំបន់កាន់តែរីករាយជាមួយនឹងផលវិបាកសេដ្ឋកិច្ចសកលចំនួននៅតែមានភាពប្រែប្រួលយ៉ាងខ្លាំងហានិភ័យនៃការសងសឹកបន្ថែមទៀតនិងការចូលរួមតំបន់កាន់តែធំធេងជាងកើនឡើងរៀងរាល់ម៉ោងពិភពលោកកំពុងតាមដានយ៉ាងដិតខ្លួនខណៈដែលកិច្ចខិតខំប្រឹងប្រែងភាគីការតស៊ូដើម្បីតាមឲ្យទាន់សកម្មភាពយោធាដែលកំពុងកើតឡើងយ៉ាងឆាប់រហ័ស